Ok, số sẽ nào nhé. Chân thay năng dân nông màu sắc xa để vận si bỏ dân chỉ một tỏ tiết. Ngày năng dân nông sắc xa tẹt tông tới chung mùi nâng speed RAM. À vậy tới chỉ speed RAM hay speed RAM nâng kịp ra đường đấy. Chân mùi nâng cho từ riêng trong ai nâng ở hiểm example mối để trong thơ tẹt tông tới chung mùi nâng speed RAM. Ok. Này cái hai ta speed RAM. Ok. Này, chẳng speed RAM kết phơi chẳng. Này. Chẳng nè ở đây giờ nâng cho từ sắc sáng. Ok. Chẳng trong nâng phơi mấy xemรับanh ở đây mới. Ok. Lấy trong bậc cát tham lạnh mấy. Ok. Chúng ta tham lạnh ở sân cái frame. Ok. Lấy trong vô từ vô video mánh video đi muối hay là video đi mùi. Ok. Ok. Trong vô video phí sắp bằng hai ở nè. Một tiếc trong vô music đây mới dần thưa máy chắc nằm bây giờ thưa speed RAM bán cho nên cứ 100% cứ về nào trắng vì ở toàn miền speed RAM miền ấy đấy chắc nằm bây giờ thưa speed RAM bán dừng cho control all dừng ai cho control all các bạn dừng ai mouse đam lơ video bao giờ hay vô biệt thà real control. Ok dừng ai cho control all các bạn này. Ok hay một tiết dừngត្រូវបើតេតងជាមួយនឹង show keyframe យើង show keyframe វាមក ok យើង show keyframe ហើយយើង show កន្លែង keyframe នេះមួយទៀតដើម្បីយើងស្រួលមើលហើយបន្តមកទៀត យើងត្រូវ add point វា add point ដើម្បីយើងគេហៅថាដូចយើងលេង keyframe អញ្ចឹងណា ok ok មួយទៀតយើងត្រូវ add point វាដើម្បីយើងងាយស្រួលក្នុងការលេងអញ្ចឹងយើងដើម្បី add point បានយើងឃើញតនិចមួយដែលតម្លាក់មកពណ៌ខ្មៅឯងកន្លែង100%ហ្នឹងយើងចុចលើវាមួយមកហើយយកពាក្យថា add speed point អូខេ add speed point មកបន្តមកទៀតយើងអូសមកមុខមកឧទាហរណ៍ថាខ្ញុំយកប៉ុណ្ណេះខ្ញុំ add point មួយទៀតអញ្ចឹងនៅពេលដែលយើង add point ញ៉ៃយើងមើលកន្លែងនេះកន្លែងនេះវាមានខ្សែរហូតទៅដល់ខ្សែដែលយើងត្រូវលេងមានតែ2ទេខាងលើតាក់ទងយកជាមួយនឹងtime frame ហើយមួយទៀតកន្លែងនេះសម្រាប់យើងទាញទៅលើទៅក្រោមយើងចង់ឲ្យវីដេអូហ្នឹងវា speed ទៅណាវាលឿនទៅលើវាលឿនឬក៏យឺតអញ្ចឹងចង់និយាយថាវាលឿនឬក៏យឺតបើសិនជាយើងទាញទៅលឿនគឺបានថាបើសិនជាយើងទាញទៅលើវីដេអូហ្នឹងវាលឿនតែបើសិនជាយើងទាញមកក្រោមវាយឺតអូខេឥឡូវយើងចូលធ្វើអញ្ចឹងដើម្បីយើងទាញអាក្រោមនេះបានតាក់ទងទៅជាមួយនឹង speed យើងអាចតាក់ទងនឹង time frame នេះយើងអាចអូសទៅលើបន្តិចមកអូសទៅលើបន្តិចហើយដល់ពេលយើងអូសទៅលើហើយយើងដាក់មកអាបន្តក្រោមនេះយើងអាចអូសឡើងលើបានហើយនេះនៅពេលដែលអូសឡើងលើឧទាហរណ៍យើងចង់ដាក់ប៉ុណ្ណាឧទាហរណ៍ខ្ញុំចង់ដាក់ប៉ុណ្ណេះអូខេយើងមើលអូខេឃើញវារៀងលឿនណាវារៀងលឿនតែឧទាហរណ៍ថាបើសិនជាយើងចង់ឲ្យវីដេអូហ្នឹងវាលឿនខ្លាំងជាងហ្នឹងយើងអាចលុយអូសឡើងលើទៀតយើងមើលតាក់ទងអាភាគរយនេះវាឡើងដល់680%ហើយអូខេឧទាហរណ៍បើសិនជាអ្នកនរគ្នាយកប៉ុណ្ណឹងអ្នកនរគ្នាអាចអូសអានេះបន្តិចបាននេះអានេះអាចអូសបានណាអាចអូសដាក់ប៉ុណ្ណឹងឧទាហរណ៍បងទៀតឃើញវាលឿនណាហើយបើសិនជាអ្នកនរគ្នាចង់វា smooth ណាអ្នកនរគ្នាអាច select keyframe របស់យើងហ្នឹង select មកហើយយើងមកយកនេះកណ្ដាលគេវាមានអាគេហៅថា fade in fade out ណានៅចុចហ្នឹងមកអ្នកនរគ្នាអាចបរិចតិចមកហើយយើងអាចចាប់ទាញបានតោះយើង select ចឹងមកយើងទាញវាអូខេហើយវា smooth វា smooth អាហ្នឹងយើងលេង smooth អីត្រូវហើយ
ឥឡូវឧទាហរណ៍បើសិនជាយើងចង់លេងមកតង់ទៀតធ្វើម៉េចដូចគ្នាចុចកន្លែងអាតរិចតម្លាក់ហ្នឹងយើងអាចចុចមួយមកយកពាក្យថា add speed point អូខេមកបន្តិចមកយកឧទាហរណ៍ខ្ញុំយកប៉ុណ្ណេះ add speed point មួយទៀតបន្តមកទៀតយើងដាក់មើលបើសិនជាដាក់បានអាហ្នឹង it's okay វាអត់អីទេតែបើសិនជាយើងដាក់មកវាកម្រឲ្យអាហ្នឹងយើងអាចតឡើងអានេះបន្តិចតែឡើងតឡើងអានេះបន្តិចទៅតឡើងអា real-time control បន្តិចទៅអាកន្លែង speed នេះយើងអាចតឡើងបានហើយអូខេតែអានេះគឺវាឲ្យអញ្ចឹងយើងមិនលេងអានឹងក៏បានដែរអ្នកនរចាប់មកដាក់មកថតខ្ញុំយកប៉ុណ្ណឹងហេចាំមើលអូខេហើយញ៉េបើសិនជាយើងចង់ឲ្យវាលើទៀតឡើងលើមកតែបើសិនជាយើងអានេះវាតិចពេកអ្នកនរអាចតឡើងឲ្យវាត្រូវសំឡេងរបស់យើងមកឧទាហរណ៍ថាយើងចាប់ទាញ real-time control ប៉ុណ្ណេះអានេះយើងដាក់វាមក 100% វិញមកអូខេ 100% ហើយនេះខ្ញុំចង់បានវា 100% វិញដែរអូខេចាំមើល 100% វិញហើយបើសិនជាយើងចង់ឲ្យវា smooth ដូចមិញអញ្ចឹងនេះអាចអូអញ្ចឹងមកហើយទៅរកfade in fade out ហ្នឹងអូខេអ្នកនេះ select ទាំងពីរមកទាំងអាចចាប់ទាញវិញចេះអូខេហើយយើងមើលនេះអានេះគឺអ្វីដែលយើងបានធ្វើនៅនេះអូខេឧទាហរណ៍បើសិនជាយើងចង់បន្ថែមវីដេអូដូចខ្ញុំមិញអ្នកនេះអាចអូមកដើម្បីបន្ថែមវីដេអូអូខេប៉ុណ្ណេះដាក់អ្នកនេះមើលបន្តិចអូខេទម្លាក់តិចមកដើម្បីស្រួលមើលអូខេបើសិនតែយើងចង់លេងคลิปនេះទៀតដូចគ្នាយើងលេងយ៉ាងមកយើង control all មកកន្លែងភាគរយនេះយើងដាក់ភាគរយមកថតថាកន្លែងភាគរយនោះយើងទម្លាក់មកយើង add speed point តមកទៀតយើងមកតាមប៉ុណ្ណេះខ្ញុំយកប៉ុណ្ណេះខ្ញុំ add speed point មួយទៀតអូខេហើយយើងមើលកន្លែងនេះឃើញទេអានេះនៅពេលដែលយើងមិនទាន់លេង real time frame នេះវាពេលខ្លះវាឲ្យយើងទាញពេលខ្លះវាអត់ឲ្យយើងទាញទេអញ្ចឹងឃើញទេដល់ពេលអ្នកអត់ដាក់ទៅគឺវាអត់ឲ្យយើងទាញទេឃើញទេឃើញទេចឹងអ្នកនេះត្រូវលេងreal time frame នេះមួយអូខេបើតាក់ទងទៅជាមួយនឹង version មុនវាឲ្យដូចអ្នកនរប្រើតាក់ទងនឹង version ទៀបអីនៅឯនេះគឺវាបង្ហាញតាក់ទងទៅជាមួយនឹង key frame ដែលអ្នកនរបានដាក់ប៉ុន្តែតាក់ទងversion 20ឡើងមកគឺវាអត់មានតាក់ទង key frame នៅលើនេះទេគឺវាឲ្យ key frame ចេះវិញអូខេយើងទាញយ៉ាងមកយើងអូសមកហើយយើងចង់បានត្រឹមនេះដើម្បីឲ្យស៊ីអូខេយើងចាប់ទាញអា real time នេះក៏បានដែរ real time នឹងក៏បានអានេះក៏បានដែរអូខេប៉ុណ្ណេះឃើញទេអានោះដូចយើងលេង speed ហ្នឹងប៉ុន្តែគាត់ថានៅពេលដែលយើងលេង speed change speed អីហ្នឹងchange speed នោះវាអត់ទៅស្អាតដូចយើងលេង key frame ទេតែបើសិនជាយើងលេងតាក់ទងទៅជាមួយនឹងspeed RAM នេះវា smooth ហើយស្អាតជាងអូខេនៅ player នេះអង្គមើលម្ដងទៀតឃើញទេហ្នឹងគឺវាមកវាស្អាតចឹងអាចលេងទៅមុខតិចទៀតក៏បានអូខេហើយបើសិនតែយើងចង់តា fade in ទេយើងអាច select មក select វាមកយើងយកនេះ fade in
វា fade in នេះអូខេវា fade in ទេអ្នកនរគ្នាអាចលេងចេះអូខេហើយអានេះដូចគ្នាបើសិនអ្នកនរគ្នាចង់លេងតែ fade in ទេនឹងចុចអាកន្លែង fade keyframe របស់យើងមក select មកហើយទៅយកអា fade in មកអូខេនេះ fade in ហើយយើងអាចលេងបានតទៅនឹង fade in អូខេនេះយើងលេង fade in ហើយលេងចេះអូខេបើសិនតែយើងចង់លេង fade out យើងដាក់នេះមកហើយទៅយកអីគេ fade out នេះចុច fade out មកវាលេងបានតែ fade out ទេអូខេអូខេអត់ទៀតហើយញ៉េឃើញ smooth ទេអាហ្នឹងគេហៅថា speed ramp អូខេលេងទៅ speed ramp អូខេចឹងវីដេអូមេរៀននេះប៉ុណ្ណឹងហើយអ្នកនរយកទៅអនុវត្ត